សួស្តីបងប្អូនទាំងគ្នាឥឡូវយើងចូលមកមេរៀនបន្តរបស់យើងដែលជាមេរៀនទី2តាក់ទងជាមួយនឹង Layout Structure ឬក៏យើងហៅកាត់បានថា BOS តើរបៀបនៃការចាប់ Layout Structure នឹងបែបម៉េចហើយការ close candle បែបម៉េចបានយើងដែលចាប់យកវាជា BOS ហ្នឹងអូខេអញ្ចឹងតាក់ទងជាមួយនឹង Layout Structure គឺយើងអាចឲ្យយើងដឹងថាទីផ្សារបន្ត uptrend ឬក៏ downtrend ហើយក៏អាចផ្ដាច់នៅ week high ក៏ week low ដើម្បីបន្តលំហូរ uptrend ទៅ uptrend ឬក៏ downtrend ទៅ downtrend ឧទាហរណ៍ជាក់ស្ដែងខ្ញុំមានរូបឧទាហរណ៍នៅខាងឆ្វេងដៃនេះតាក់ទងជាមួយនឹងរបៀបនៃការចាប់ Layout Structure គឺជាទូទៅនៅពេលដែលផ្សារបន្តឡើងទៅអញ្ចឹងយើងឃើញជាក់ស្ដែងផ្សារឡើងទៅអញ្ចឹងគឺនៅពេលដែលវាមកដល់ចុង swing ទៅនេះមួយនៅពេលដែលវាបង្កើតបានជា swing មួយអានេះចំណុចកន្លែងទៅនេះអាចនិយាយបានថាយើងចាប់យកបានពីព្រោះឧទាហរណ៍ថានេះនៅក្នុង time frame 15នាទីយើងអាចទៅចូលមើលទៅ time frame 5នាទីវិញគឺវាគឺជា swing មួយដែលវាឡើងមកផ្ដាច់ដោយ candle មួយតែហ្នឹងណាតែនេះក៏គេអាចចាប់យកវាជា swing បានដែរហើយមើលទៅទៅនេះក៏វាជា swing ក៏វាជា swing មួយដែរអូខេនៅពេលដែលវាបង្កើតជា swing បាននៅក្នុង uptrend វាបកចុះមកខាងក្រោមក៏វាបង្កើតបានជា swing មួយទៀតនៅខាងក្រោមទៅនេះមកដុំទៅហ្នឹងគេហៅថា swing អូខេ swing ឬក៏គឺយើងឃើញចុង wick ហ្នឹងបន្ទាប់មកផ្សារហ្នឹងឡើងទៅខាងលើបិទជា body candle ខ្ញុំបញ្ជាក់កន្លែងហ្នឹងគឺបិទជា body បានយើងអាចចាប់យកវាជា Layout Structure បានមិនមែនបានន័យថានៅពេលដែលឡើងមកផ្ដាច់ចុង swing ខាងលើហ្នឹង close ជា wick ចេះយើងយកជា Layout Structure ដែរទេគឺអត់យកទេតែហ្នឹងពីព្រោះជាទូទៅ Layout Structure គឺបិទជា body ប៉ុន្តែបើសិនជាករណីមកថាវាបិទជា wick ចេះវិញអាហ្នឹងជាលក្ខណៈ sweep វិញទេ sweep ហ្នឹងយើងអាចនឹងទៅរៀនតាក់ទងជាមួយមេរៀនបន្តទៀតនៅខាងក្រោយទៀតឬក៏ច្រើនមេរៀនទៀតព្រោះតាក់ទងជាមួយនឹងអាហ្នឹងតាក់ទងជាមួយនឹងការ sweep liquidity ផ្សេងអូខេអញ្ចឹងតាក់ទងជាមួយនឹងផ្សារ uptrend គឺវាបែបហ្នឹងតែចូលចំពោះផ្សារ downtrend ក៏មានឧទាហរណ៍នៅខាងនេះដែរគឺជាការមកផ្ដាច់នៅ low week low ឬក៏ swing low នៅពេលផ្សារវា downtrend អញ្ចឹងណាហ្នឹងហើយខ្ញុំគិតថាវាមិនខុសគ្នាទេដូចគ្នាដែរ Layout Structure ងាយហើយក៏តាក់ទងជាមួយនឹង swing point ក៏យកមក apply នៅក្នុងមេរៀនហ្នឹងជាមួយគ្នាដែរហើយជាមួយនឹងtrend line យើងអាចចាប់មើលទៅបានផ្សារ downtrend យើងមិនចាប់ចឹងអូខេហើយបន្ទាប់មកនេះគឺជា strong high ហើយជាទូទៅ Layout Structure គឺវាតែងតែមកផ្ដាច់ low ហើយបិទជា body អត់បិទជា wick ទេបញ្ជាក់កន្លែងហ្នឹងអូខេអញ្ចឹងតាក់ទងជាមួយនឹងមេរៀនLayout Structure គឺមានប៉ុណ្ណឹងខ្លីៗងាយហើយបើសិនជាមានចម្ងល់អីអាចឆាតមកសួរផ្ទាល់ខ្ញុំបានឬក៏អាចឆាតនៅក្នុងក្រុមសួរនាំបានអូខេអញ្ចឹងជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើន